ជាដំបូងខ្ញុំបាទសូមជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel Monitin រឿងខ្មោចយើងក៏បានវិលមកជួបគ្នាសារជាថ្មីដោយសារនេះដែរគឺខ្ញុំបាទនាំយកសាច់រឿងរបស់លោកគ្រូខ្ញុំម្នាក់ដោយលោកគ្រូនឹងគាត់បាននិយាយប្រាប់មកខ្ញុំមុននឹងយើងចូលសាច់រឿងគឺខ្ញុំបាទសូមអរគុណទៅដល់បងប្អូនប្រិយមិត្តទីស្រឡាញ់រាប់អានដែលចូលចិត្តស្ដាប់រកការសម្ដែងសាច់រឿងខ្មោចចេញពី Channel របស់ខ្ញុំបាទបើសិនជាខ្ញុំនិយាយទៅប៉ះពាល់ឬក៏មិនច្បាស់ត្រង់កន្លែងណាមួយខ្ញុំបាទសូមខន្តីភ័យទោសទុកជាមុនផងដោយសាច់រឿងនេះដែរគឺខ្ញុំបាទបានដឹងពីលោកគ្រូរបស់ខ្ញុំហើយលោកគ្រូរបស់ខ្ញុំគាត់បាននិយាយប្រាប់មកខ្ញុំថាកាលពីដែលគាត់រៀននៅសាកលមហាវិទ្យាល័យនៅអំឡុងឆ្នាំ2003 2004អញ្ចឹងនៅក្នុងថ្នាក់រៀនរបស់ពួកគាត់ក៏បានប្រមូលគ្នានឹងទៅលេងក្នុងខេត្តកោះកុងហើយកន្លែងដែលគាត់ទៅលេងហ្នឹងគឺគាត់ទៅលេងទឹកធ្លាក់នៅក្នុងខេត្តកោះកុងហ្នឹងឯងតែខ្ញុំសូមមិនបញ្ចេញឈ្មោះទឹកធ្លាក់ហ្នឹងទេកុំឲ្យប៉ះពាល់ទៅតំបន់ទេសចរកន្លែងមួយហ្នឹងហើយលោកគ្រូខ្ញុំក៏បាននិយាយថាគ្នាដែលគាត់បានទៅលេងហ្នឹងគឺមានត្រឹមតែ5នាក់ទៅ10នាក់ទេដែលបានទៅលេងនៅក្នុងខេត្តកោះកុងហ្នឹងហើយពេលដែលពួកគាត់បានទៅដល់ពួកគាត់ក៏បាននាំគ្នារៀបចំបោះតង់រៀងៗខ្លួនទៅអ្នកខ្លះគេបោះតង់នៅមាត់ទឹកធ្លាក់ទៅអ្នកខ្លះគេបោះតង់រៀងឆ្ងាយពីមាត់ទឹកធ្លាក់ហើយសម្រាប់លោកគ្រូរបស់ខ្ញុំវិញគាត់ក៏បានបោះតង់នៅក្រោមដើមឈើហើយដើមឈើដែលគាត់បោះតង់ហ្នឹងគឺមាន3 4ដើមឈើដែលនៅមកបរិវេណដែលគាត់បោះតង់ហ្នឹងហើយដើមឈើហ្នឹងគឺមានដើមឈើមួយដែលធំហើយខ្ពស់ជាងគេហើយដើមឈើហ្នឹងគឺនៅប្រឡោះពីគ្នាប្រវែងគ្នាមកអាចមុំដែលគាត់ចង់រឹងដេកពេលថ្ងៃឡើងបានណាហើយអញ្ចឹងគាត់ក៏បានបោះតង់នៅក្រោមដើមឈើហ្នឹងឯងហើយនៅក្រោមដើមឈើហ្នឹងគឺមិនមែនមានតែលោកគ្រូខ្ញុំម្នាក់ទេដែលបានបោះតង់គឺមានគ្នាគាត់ពីរនាក់ទៀតដែលបានមកបោះតង់នៅក្រោមដើមឈើហ្នឹងដែរហើយសម្រាប់ពួកគាត់ពេលដែលពួកគាត់បានទៅដល់តំបន់ទឹកធ្លាក់ហ្នឹងគឺពួកគាត់មានអារម្មណ៍ថាស្រស់ស្រាយមែនទែនមើលឃើញទេសភាពស្រស់ស្អាតហើយជាពិសេសគឺទឹកធ្លាក់ហ្នឹងគឺមើលពីចម្ងាយទៅឃើញស្អាតមែនទែនហើយទឹកធ្លាក់ហ្នឹងពេលដែលពួកគាត់មើលដូចកញ្ចក់អញ្ចឹងគឺថ្លាដូចកញ្ចក់អញ្ចឹងមើលពីខាងលើហ្នឹងគឺឃើញដល់បាតខាងក្រោមហើយមើលឃើញច្បាស់មែនទែនហើយក៏មានឃើញត្រីហែលទៅវិញទៅមកនៅកន្លែងទឹកធ្លាក់ហ្នឹងហើយដោយសារតែពួកគាត់ជាអ្នកលក្ខណៈពួកគាត់ជាកូនអ្នកទីក្រុងអញ្ចឹងគាត់យូរគាត់បានមកដល់ទេសភាពអញ្ចឹងម្ដងគាត់មានអារម្មណ៍ថាពួកគាត់សប្បាយរស់រាយលក្ខណៈស្រស់ស្រាយខ្លាំងមែនទែនហើយការបោះតង់ពួកគាត់បានមកលេងទឹកធ្លាក់ហ្នឹងគឺពួកគាត់មកលេងត្រឹមតែ3ទៅ4ថ្ងៃតែប៉ុណ្ណោះដោយសារម៉ាក់ប៉ារបស់ពួកគាត់ហ្នឹងមិនឲ្យពួកគាត់មកលេងទឹកធ្លាក់ហ្នឹងយូរពេកទេហើយពេលដែលគាត់បានបោះតង់រៀងខ្លួនរួចរាល់ហើយពេលយប់ឡើងណាពួកគាត់ក៏បានអង្គុយវងមូលអង្គុយជាវងមូលហើយបង្កាត់ភ្លើងនៅចំកណ្ដាលដោយសារយប់ឡើងនៅកន្លែងទឹកធ្លាក់ហ្នឹងគឺត្រជាក់ខ្លាំងមែនទែនអញ្ចឹងពួកគាត់ក៏បានបង្កាត់ភ្លើងដើម្បីមានភាពកក់ក្ដៅខ្លះសម្រាប់លោកគ្រូខ្ញុំគាត់ចេះលេងហ្គីតាអ្នកខ្លះទៀតគេចេះលេងស្គរដៃអីហ្នឹងណាគេក៏បានប្រគំដើម្បីឲ្យគ្នារបស់គាត់ច្រៀងមើលទៅសប្បាយខ្លាំងមែនទែនសម្រាប់លោកគ្រូខ្ញុំដោយសារគាត់ជាមេក្រុមគាត់ក៏បានបែងចែកប្រុសមកជប់ហ្នឹងគឺមានគ្នា2ទៅ3នាក់ដើម្បីឲ្យដើរយាមនៅបរិវេណដែលពួកគាត់បោះតង់ព្រោះខ្លាចយប់ឡើងមានអ្នកគេមករកឬក៏មានបញ្ហាអីពេលយប់ឡើងអញ្ចឹងគាត់នឹងឲ្យគេបែងចែកឆ្លាស់វេនគ្នាដើម្បីយាមពេលយប់ឡើងឯងសម្រាប់គ្រូរបស់ខ្ញុំវិញគាត់យាមនៅថ្ងៃទី4ណាជាថ្ងៃចុងបញ្ចប់ហើយរឿងរ៉ាវដែលរន្ធត់ជាងគេគឺនៅថ្ងៃទី4ហ្នឹងឯងសម្រាប់ថ្ងៃទី1គឺអត់មានរឿងរ៉ាវទេតែមានថ្ងៃទី2ថ្ងៃទី3គឺមានរឿងរ៉ាវដែរតែរន្ធត់ដូចថ្ងៃទី4ទេពេលព្រឹកឡើងជាថ្ងៃទី2ហ្នឹងណាពួកគាត់ក៏បាននាំគ្នាទៅលេងហែលទឹកនៅកន្លែងតំបន់ទឹកធ្លាក់ហ្នឹងឯងហើយអ្នកខ្លះគេក៏ថតរូបទៅអ្នកខ្លះគេក៏ដើរមើលធម្មជាតិដើរមើលទេសភាពអីទៅសម្រាប់គ្នារបស់លោកគ្រូគាត់ម្នាក់គាត់ហ្នឹងគឺចូលចិត្តថតរូបមែនទែនហើយថ្ងៃហ្នឹងគឺគាត់បានថតជាវីដេអូដើម្បីទុកអនុស្សាវរីយ៍ដែលពួកគាត់បានមកលេងទឹកធ្លាក់ហ្នឹងឯងពួកគាត់ហ្នឹងក៏បានទាញកាមេរ៉ាថតកន្លែងដែលគ្នារបស់ពួកគាត់កំពុងតែហែលទឹកពេលហ្នឹងគាត់ក៏បានមើលក្នុងកាមេរ៉ាគាត់ណាគាត់ឃើញកូនក្មេងអង្គុយនៅលើដុំថ្មនៅគៀនកន្លែងដែលប្រភេទរបស់ពួកគាត់ហ្នឹងកំពុងតែហែលទឹកពេលដែលគាត់បិទកាមេរ៉ាហ្នឹងគាត់មើលកន្លែងដុំថ្មហ្នឹងគាត់មិនឃើញអីទេពេលហ្នឹងគាត់ទាញកាមេរ៉ាថតម្ដងទៀតពេលដែលគាត់ទាញកាមេរ៉ាថតម្ដងទៀតណាគាត់ឃើញកូនក្មេងហ្នឹងសម្លឹងសម្លក់បែរមើលគាត់ឯងកំពុងតែថតហ្នឹងណាហើយគាត់ក៏បានបិទកាមេរ៉ាសួរទៅមិត្តភក្តិរបស់គាត់ថាមិនមានឃើញកូនក្មេងអង្គុយលើដុំថ្មហ្នឹងអត់តែស្អែកពេលដែលគាត់មើលភ្នែកផ្ទាល់ហ្នឹងគឺមិនឃើញកូនក្មេងទេតែពេលគាត់មើលក្នុងកាមេរ៉ាគឺមិនឃើញកូនក្មេងនៅក្នុងអង្គុយនៅលើកន្លែងដុំថ្មហ្នឹងឯងពេលដែលគាត់សួរទៅមិត្តភក្តិរបស់គាត់ក៏និយាយថាអត់មានឃើញកូនក្មេងណាគេមកអង្គុយកន្លែងដុំថ្មហ្នឹងទេហើយអ្នកដែលគេថតរូបហ្នឹងណាមិត្តភក្តិលោកគ្រូខ្ញុំដែលគាត់ថតរូបហ្នឹងគាត់ក៏បានបិទកាមេរ៉ាហ្នឹងហើយគាត់សម្លឹងមើលភ្នែកផ្ទាល់គាត់ណាទៅមើលកន្លែងដុំថ្មហ្នឹងមើលទៀតមួយស្អាតឃើញកូនក្មេងឈរពីចម្ងាយហ្នឹងហើយសម្លឹងមើលគាត់សម្លឹងមើលទៅគាត់ខ្លាចមែនទែនពេលដែលគាត់ឃើញអញ្ចឹងគាត់ហៅលោកគ្រូខ្ញុំឲ្យលោកគ្រូខ្ញុំមកជួយផ្ទៀងមើលថានៅកន្លែងដុំថ្មហ្នឹងមានកូនក្មេងអត់ហើយលោកគ្រូខ្ញុំគាត់ផ្ទៀងមើលហើយមើលទៀតហ្នឹងគឺអត់មានឃើញកូនក្មេងទេហើយលោកគ្រូខ្ញុំគាត់គិតថាមិត្តភក្តិគាត់ដែលថតរូបហ្នឹងប្រហែលជាស្វាងភ្នែកហើយគាត់ក៏បានហៅលោកគ្រូហៅមិត្តភក្តិរបស់គាត់ណាទៅអង្គុយកន្លែងគាត់ចង់រឹកដើម្បីអង្គុយលេងនិយាយលេងគ្នាទៅវិញទៅមកទៅហើយពេលហ្នឹងគាត់ក៏បានទៅអង្គុយលេងជាមួយលោកគ្រូរបស់ខ្ញុំហ្នឹងឯងអ្នកដែលថតរូបហ្នឹងណាហើយគាត់ក៏បានមើលកាមេរ៉ាហ្នឹងគាត់ឲ្យកាមេរ៉ាហ្នឹងទៅឲ្យលោកគ្រូខ្ញុំមើលហើយលោកគ្រូខ្ញុំគាត់មើលពីដើមដល់ចប់គាត់មិនឃើញកូនក្មេងទេតែគាត់ឆ្ងល់ថាមូលហេតុអីពេលដែលគាត់មើលកាមេរ៉ាពេលដែលគាត់កំពុងថតហ្នឹងគាត់បានឃើញកូនក្មេងនៅ
អង្គុយនៅលើដុំថ្មហើយសម្លឹងសម្លក់បានមើលគាត់ពេលដែលគាត់កំពុងតែថតនៅគ្នារបស់គាត់ដែលលេងហែទឹកថ្ងៃពេលដែលគាត់កំពុងតែអង្គុយលេងហ្គីតាបានមកស្ទុះហ្នឹងគាត់ក៏បានឮសំឡេងគ្នារបស់គាត់ម្នាក់ទៀតស្រែកចេញពីទឹកហើយសំឡេងហ្នឹងមិត្តភក្តិគាត់ហ្នឹងស្រីទៀតស្រែកចេញពីទឹកឲ្យគេជួយគាត់ផងមានគេនឹងចាប់ទាញជើងគាត់ហើយគាត់ស្រែកហ្នឹងគឺយំផងអីផងមើលទៅគាត់ភ័យខ្លាចមែនទែនហើយលោកគ្រូរបស់ខ្ញុំគាត់ក៏បានស្ទុះរត់ទៅជួយយកស្រង់ម្នាក់ស្រីហ្នឹងចេញពីទឹកឡើងមកលើគោកវិញក៏បានសួរទៅម្នាក់ស្រីហ្នឹងថាថៃមានរឿងអីគេបានស្រែកគេជួយអញ្ចឹងអ្នកស្រីហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅលោកគ្រូខ្ញុំហើយនឹងមិត្តភក្តិរបស់គាត់ហ្នឹងគាត់និយាយថាពេលដែលគាត់កំពុងតែហែទឹកគឺមានគេមកចាប់ទាញជើងគាត់3ដងហើយតែគាត់ស្មានតែមិត្តភក្តិរបស់ពួកគាត់លេងបន្លែងគ្នាចាប់ជើងគ្នាទៅវិញទៅមកហ្នឹងគាត់ក៏អត់បានចាប់អារម្មណ៍ទេតែអាសាក្រោយហ្នឹងពេលដែលគាត់កំពុងតែលេងហ្នឹងគាត់មានអារម្មណ៍ថាគេមកចាប់ទាញជើងគាត់ក៏ត្រាក់ខ្លាំងមែនទែនពេលហ្នឹងគាត់មើលទៅបាត់មើលទៅខាងក្រោមហ្នឹងណាហើយទឹកហ្នឹងគឺថ្លាមែនទែនតិចចាហើយមើលពីលើឃើញដល់បាតខាងក្រោមពេលដែលគាត់មើលទៅគឺឃើញម្រាមដៃហ្នឹងណាដៃហ្នឹងដូចដៃមនុស្សស្រីអញ្ចឹងឯងវែងមែនទែនហើយក៏ចុកដល់ខ្មៅហើយស្រួយទៀតក៏បានចាប់ទីជើងរបស់គាត់ក៏ច្រត់ចុះទៅក្រោមគាត់ឃើញអញ្ចឹងគាត់ស្រែកភ័យស្រែកហៅមិត្តភក្តិហើយនឹងលោកគ្រូរបស់ខ្ញុំហ្នឹងឲ្យគាត់មកជួយគាត់ហ្នឹងឯងហើយលោកគ្រូខ្ញុំគាត់ក៏បានដេញលក្ខណៈថាប្រាប់ឲ្យអ្នកដែលគេកំពុងហែទៅឲ្យគេឡើងលើទាំងអស់មកជិតដល់យ៉ាងទៀតវាល្ងាចណាស់ហើយល្មមទៅងូតទឹកងូតអីផ្លាស់ក្អាផ្លាស់អីដើម្បីរៀបចំញ៉ាំអាហារពេលល្ងាចហើយមិត្តភក្តិរបស់គាត់ក៏បាននាំគ្នាងើបចេញពីទឹកដើម្បីឡើងទៅផ្លាស់ក្អាងូតទឹកងូតអីហ្នឹងណាដើម្បីរៀបចំញ៉ាំបាយពេលល្ងាចអាហ្នឹងគឺជារឿងរ៉ាវនៅថ្ងៃទី2សម្រាប់រឿងរ៉ាវនៅថ្ងៃទី3វិញលោកគ្រូរបស់ខ្ញុំគាត់ក៏បានដើរទៅកន្លែងគេលក់ដូរជាអនុស្សាវរីយ៍ដើម្បីទិញយកទៅផ្ញើអ្នកផ្ទះរបស់គាត់ខ្លះហើយពេលដែលគាត់ដើរទៅដល់ហ្នឹងគឺអ្នកលក់ដូរហ្នឹងគាត់ក៏បានសួរទៅលោកគ្រូខ្ញុំថាអូនឯងទៅបោះតង់នៅកន្លែងហ្នឹងធ្វើអីកន្លែងមកគុកមូលហេតុទៅបោះតង់អញ្ចឹងហើយលោកគ្រូខ្ញុំគាត់សួរថាកន្លែងហ្នឹងមានរឿងរ៉ាវអីមែនបានជាពួកគាត់ហ្នឹងទៅបោះតង់អត់បានហើយអ៊ីដែលលក់ដូរហ្នឹងគាត់ក៏ហ៊ានប្រាប់រឿងការពិតទៅលោកគ្រូហ្នឹងដែរដោយសារពេលខ្លាចពេលប្រាប់ទៅខ្លាចពួកគាត់ហ្នឹងខ្លាចហើយខ្លាចបែកដំណឹងថានៅកន្លែងហ្នឹងមានមនុស្សស្លាប់មានអីគាត់ក៏និយាយប្រាប់អត់អីទេដោយសារពួកគាត់អត់ដែលឃើញមានគេទៅបោះតង់កន្លែងហ្នឹងទេមានឃើញតែក្រុមម្នាក់ឯងទេដែលបានទៅបោះតង់នៅកន្លែងហ្នឹងហើយលោកគ្រូខ្ញុំគាត់អត់ចាប់អារម្មណ៍អ្វីដែរអ៊ីហ្នឹងគាត់សួរទេគាត់ក៏បានទិញរួចរាល់អស់ហើយគាត់ក៏បានត្រឡប់ទៅតង់របស់ពួកគាត់វិញពេលដែលគាត់ត្រឡប់ទៅតង់គាត់វិញណាគាត់ក៏បានឮសំឡេងមិត្តភក្តិរបស់គាត់ហ្នឹងស្រែកចេញពីតង់ហើយមិត្តភក្តិរបស់គាត់ស្រែកហ្នឹងគឺដូចបានឃើញអីមួយយ៉ាងគួរឲ្យខ្លាចនៅក្នុងតង់ហ្នឹងពេលហ្នឹងមិត្តភក្តិរបស់គាត់ហើយនឹងលោកគ្រូខ្ញុំក៏បាននាំគ្នារត់ទៅមើលពេលដែលទៅមើលហ្នឹងមិត្តភក្តិរបស់គាត់ដែលបានស្រែកចេញពីតង់ហ្នឹងគាត់បាននិយាយប្រាប់ថាពេលដែលគាត់កំពុងតែដេកលេងថ្ងៃហ្នឹងគាត់ដូចមានអារម្មណ៍ថាមានគេដេកនៅមុខគាត់ដេកចំពីមុខគាត់ហើយដកដង្ហើមប៉ះចំមុខគាត់លហើយប៉ះចំមុខគាត់ពេលហ្នឹងគាត់បាត់ភ្នែកមើលពេលដែលគាត់បាត់ភ្នែកមើលគឺគាត់ឃើញមនុស្សស្រីនៅក្នុងតង់ហ្នឹងហើយមុខអាក្រក់មែនទែនសម្លឹងសម្លក់បែរមើលគាត់ហើយសើចស្ញែងដាក់គាត់ទៀតហើយភ្នែករបស់ម្នាក់ស្រីហ្នឹងគឺក្រហមស្ទើរតែលៀនចេញមកក្រៅហើយពេលដែលគាត់ឃើញអញ្ចឹងគាត់ស្រែកហៅដើម្បីឲ្យគេមកជួយមើលគាត់ពេលដែលគាត់ងាកទៅមើលមនុស្សស្រីនឹងដងទៀតគឺមនុស្សស្រីនឹងបាត់ឈឹងមកបាត់ចេញពីតង់នឹងមកហើយគាត់ក៏ចាប់ដើមគិតថាខ្មោចលងគាត់ហើយគាត់ក៏បានស្រែកមកហឹងហើយមិត្តភក្តិរបស់គាត់ព្រមទាំងលោកគ្រូខ្ញុំរត់មកមើលហ្នឹងឯងពេលហ្នឹងលោកគ្រូខ្ញុំក៏គាត់បានគិតក្នុងចិត្តគាត់ថាដីនៅកន្លែងហ្នឹងប្រហែលជាមានរឿងរ៉ាវឬក៏មានមនុស្សស្លាប់នៅលើដីហ្នឹងពីមុនហើយបានជាមិត្តភក្តិរបស់គាត់ហ្នឹងឃើញខ្មោចសឹងតែគ្រប់គ្នាហ្នឹងឯងតែនៅសល់តែលោកគ្រូខ្ញុំទេហើយនឹងមិត្តភក្តិគាត់ដែលដេកនៅក្រោមដើមឈើធំហ្នឹងដើមឈើប្រហែលដើមឈើដែលគាត់បោះតង់នៅក្រោមដើមឈើហ្នឹងគឺមិនទាន់មានឃើញខ្មោចទេហើយសម្រាប់នៅយប់ថ្ងៃទី3ហ្នឹងដូចគ្នាលោកគ្រូរបស់ខ្ញុំហ្នឹងគាត់បាននិយាយប្រាប់ខ្ញុំទៀតថាពេលយប់ហ្នឹងគឺពួកគាត់ក៏បាននាំគ្នារៀបចំអង្គុយជាវងមូលបង្កាត់ភ្លើងដូចយប់ថ្ងៃទី1យប់ថ្ងៃទី2គឺដូចគ្នាអញ្ចឹងតែនៅយប់ហ្នឹងក៏មានបងប្រុសម្នាក់គាត់នឹងឈឺនោមគាត់ក៏បានទៅនោមនៅកន្លែងដើមឈើមួយដើមឈើហ្នឹងវាមិនសូវធំប៉ុន្មានទេហើយពេលដែលគាត់នោមហ្នឹងគាត់ឮសំឡេងមនុស្សស្រីហ្នឹងយំនៅលើចុងឈើហ្នឹងហើយសំឡេងអ្នកស្រីហ្នឹងយំគឺសំឡេងមើលទៅគួរឲ្យខ្លាចមែនទែនក៏លួចហើយស្ដាប់ទៅលក្ខណៈព្រឺរោមព្រឺខ្នងពេលដែលគាត់ឮអញ្ចឹងមិត្តភក្តិរបស់គាត់ហ្នឹងក៏បានឈួរពិលឡើងទៅមើលពេលដែលគាត់ឈួរពិលឡើងទៅមើលហ្នឹងគាត់បានឃើញខ្មោចស្រីហ្នឹងអង្គុយលើមែកឈើហ្នឹងហើយសម្លឹងសម្លក់បែរមកមើលគាត់ខាងក្រោមហើយបងគាត់ហ្នឹងគាត់ឈួរពិលឃើញខ្មោចឃើញភ្នែកខ្មោចអ្នកស្រីហ្នឹងគឺដែលថាក្រហមមើលទៅគួរឲ្យខ្លាចមែនទែនហើយគាត់ក៏បានរត់មកកន្លែងតង់របស់ពួកគាត់ក៏បានហៅលោកគ្រូខ្ញុំហើយក៏ហៅមិត្តភក្តិរបស់គាត់ពីរនាក់ទៀតដើម្បីឲ្យជួយទៅមើលគាត់ថាឲ្យឈួលមើលកន្លែងមែកឈើហ្នឹងមានឃើញខ្មោចដូចអ្វីដែលគាត់បានឃើញអត់ពេលហ្នឹងលោកគ្រូខ្ញុំហើយនឹងមិត្តភក្តិគាត់ពីរនាក់ទៀតឈួលពិលក៏មានឃើញទេអត់មានឃើញខ្មោចនៅលើចុងឈើហ្នឹងទេហើយលោកគ្រូខ្ញុំគាត់ក៏បាននិយាយប្រាប់ទៅគ្នាគាត់ប្រហែលអ្នកដែលទៅមើលហ្នឹងគាត់ថាកុំឲ្យយករឿងរ៉ាវហ្នឹងទៅប្រាប់គ្នារបស់គាត់ដែលជាមនុស្សស្រីហ្នឹងបើសិនជាប្រាប់ខ្លាចស្រីគ្នាពួកគាត់ហ្នឹងខ្លាចដេកលក់ទេយប់ហ្នឹងបើសិនជាយើងប្រាប់រឿងរ៉ាវហ្នឹងទៅពួកគាត់សម្រាប់អ្នកដែលគេដើរយាមពេលយប់នៅថ្ងៃទី3ហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅលោកគ្រូខ្ញុំថាពេលដែលគាត់កំពុងតែដើរយាមគាត់ឈួលពិលមើលបរិវេណតង់ហ្នឹងហើយក៏មានអ្នកយាមម្នាក់គាត់ហ្នឹងក៏បានឈួលពិលទៅមើលកន្លែងទឹកធ្លាក់ហ្នឹងពេលហ្នឹងក៏ឃើញកូនក្មេងហើយនឹងមនុស្សស្រីអង្គុយនៅកន្លែងទឹកធ្លាក់ហ្នឹងឯងហើយគាត់ឆ្ងល់ថា
គ្នារបស់ពួកគាត់ក៏មានកូនក្មេងទេហើយមូលហេតុអីកូនក្មេងហ្នឹងមកពីណាមកអង្គុយនិយាយលេងជាមួយមិត្តភក្តិគាត់អញ្ចឹងហើយគាត់គិតស្មានថាម្នាក់ស្រីហ្នឹងគឺជាមិត្តភក្តិរបស់ពួកគាត់ក៏បានឈួលពិលហើយដើរទៅចិត្តថាស្មានហ្នឹងឲ្យល្មមឡើងទៅដេកទៅយប់ហើយយកកូនគេមកទៅយកកូនគេទៅវិញទៅកុំឲ្យកូនគេមកខ្លាចមានបញ្ហាពេលដែលគាត់និយាយអញ្ចឹងគឺម្នាក់ស្រីហើយនឹងកូនក្មេងហ្នឹងបាត់មកពេកហ្នឹងទៅពេលដែលគាត់ឃើញអញ្ចឹងគាត់រត់មកវិញហើយគាត់មកនិយាយប្រាប់គ្នាគាត់ដែលយាមនៅយប់ថ្ងៃទី3ហ្នឹងហើយគ្នារបស់គាត់លឺអញ្ចឹងចាប់ដើមមកគ្នាបោះរំព្រឺក្នុងរៀងខ្លួនហើយសម្រាប់យប់នឹងដែរអ្នកដែលគេដេកនៅក្នុងតង់គេលឺសំឡេងខ្មោចស្រីពេលកូននៅលើចុងឈើហើយចុងឈើហ្នឹងគឺចុងឈើកន្លែងដែលលោកគ្រូខ្ញុំហ្នឹងគាត់បោះតង់ឯងពេលដែលគាត់លឺអញ្ចឹងគាត់ក៏បានទេទូរស័ព្ទទៅលោកគ្រូខ្ញុំគាត់ហ៊ានចេញពីតង់ហ្នឹងណាគាត់ទេទូរស័ព្ទទៅលោកគ្រូខ្ញុំហើយលោកគ្រូខ្ញុំគាត់ឆ្ងល់ជ្រៅឆ្លន់ចម្ងាយហ្នឹងទេទូរស័ព្ទមកអីហើយម្នាក់ស្រីហ្នឹងគាត់ក៏និយាយថាលោកគ្រូឯងមានលឺសំឡេងខ្មោចពេលកូននៅលើចុងឈើកន្លែងលោកគ្រូឯងបោះតង់អត់ពេលដែលគ្រូខ្ញុំគាត់លក្ខណៈគាត់ផ្ទៀងស្ដាប់តើមានលឺសំឡេងអីលឺសំឡេងតែស្អីគេលឺសំឡេងសត្វពេលយប់ឡើងវិយមគាត់លឺសំឡេងហ្នឹងតែគាត់លឺសំឡេងខ្មោចពេលកូននៅចុងឈើគាត់ដែលគាត់បោះតង់គាត់លឺទេហើយគាត់បាននិយាយប្រាប់ទៅអ្នកស្រីថាអត់មានលឺសំឡេងអីទេមិនលឺសំឡេងមានខ្មោចពេលកូននៅលើដើមឈើហ្នឹងមែនហើយអ្នកស្រីថាគាត់លឺច្បាស់មែនទែនគាត់ក៏បានឲ្យលោកគ្រូហើយនឹងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតហ្នឹង3នាក់ទៀតឲ្យមកជួយគាត់ឲ្យគាត់ហ្នឹងទៅដេកជាមួយនឹងមិត្តភ័ក្តិគាត់ម្នាក់ទៀតដោយសារគាត់ហ៊ានចេញពីតង់ម្នាក់ឯងទេដោយសារគាត់លឺសំឡេងខ្មោចពេលកូននៅកន្លែងចុងឈើហ្នឹងឯងពេលហ្នឹងលោកគ្រូគាត់ក៏បាននាំម្នាក់ស្រីហ្នឹងទៅដេកជាមួយនឹងមិត្តភ័ក្តិគាត់នៅតង់ហ្នឹងឯងហើយពេលដេកហ្នឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺបាននិយាយប្រាប់ទៅអ្នកស្រីនៅក្នុងតង់នឹងផ្សេងទៀតហើយប្រហែលអ្នកហ្នឹងគឺអត់ហ៊ានដេកទេយប់ហ្នឹងគឺអត់ហ៊ានដេកទេរហូតដល់វាស់ភ្លឺរហូតដល់ពេលព្រឹកឡើងគឺអត់ហ៊ានដេកទេហើយនឹងរឿងរ៉ាវកើតឡើងនៅយប់ថ្ងៃទី3សម្រាប់រឿងរ៉ាវកើតឡើងនៅយប់ថ្ងៃទី4វិញក៏ជារឿងរ៉ាវរបស់លោកគ្រូខ្ញុំគាត់ដើរយាមហើយគាត់បានឃើញរឿងរ៉ាវនៅយប់ថ្ងៃទី4ដែរពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ខ្ញុំថាពេលយប់ឡើងគឺគាត់បានដើរឈួលមើលជុំវិញនៅបរិវេណហ្នឹងដូចរដងដើម្បីតែគេហ្នឹងបានធ្លាប់យាមហើយពេលហ្នឹងគាត់ក៏បានចង់រឹងដេកលេងហើយខែយប់ហ្នឹងគឺខែភ្លឺពេញបរមីទៀតលក្ខណៈខែភ្លឺពេញលក្ខណៈពីពេញបពេលហ្នឹងគាត់បានចង់រឹងដេកនៅកន្លែងដើមឈើដែលគាត់បានបោះតង់ហ្នឹងពេលដែលគាត់ចង់រឹងដេកគាត់ងាកមើលទៅលើគាត់ឃើញលក្ខណៈសម្មៅខ្មៅនៅលើចុងឈើហ្នឹងឯងហើយគាត់ក៏បានទាញពិលគាត់ឈួលទៅមើលពេលឈួលទៅមើលគាត់មិនឃើញអីទេគាត់ក៏បានបន្តដេកម្ដងទៀតពេលដែលគាត់ដេកម្ដងទៀតហ្នឹងគាត់ឈួលពិលទៅមើលម្ដងទៀតគឺគាត់បានឃើញមនុស្សលក្ខណៈដូចមនុស្សស្រីហ្នឹងអង្គុយនៅលើដើមឈើហ្នឹងហើយទម្លាក់ជើងសម្លឹងសម្លក់បែរមកមើលគាត់ចុះមកក្រោមហ្នឹងឯងពេលហ្នឹងគាត់អត់ឃើញអញ្ចឹងគាត់ក៏បានងើបមើលម្ដងទៀតគាត់ងើបមើលម្ដងទៀតអត់ឃើញទេមកស្ទុះនោះខ្មោចម្នាក់ស្រីគឺទម្លាក់ខ្លួនចុះមកសង្កត់លើគាត់អញ្ចឹងឯងរហូតដល់ដាច់រឹងគាត់ណាពេលហ្នឹងអ្នកដែលគេយាមជាមួយគាត់គេក៏បានរត់មកមើលហើយក៏បានសួរថៃមានរឿងអីគេមែនហើយលោកគ្រូរបស់ខ្ញុំគាត់បាននិយាយថាមិញគឺគាត់នឹងត្រូវបានខ្មោចសង្កត់គាត់ហើយមិត្តភ័ក្តិរបស់គាត់គាត់លឺអញ្ចឹងអ្នកចាប់ដើមរឿងបកភ្នែកធំហើយចាប់ដើមរៀនខ្លាចគ្រប់គ្នាដោយសារអីគឺខ្មោចលងទួនរាល់ថ្ងៃពេកតាំងពីថ្ងៃទី2ទី3ទី4នឹងមកគឺខ្មោចលងសឹងតែរាល់ថ្ងៃហើយសម្រាប់យប់នឹងទៀតលោកគ្រូរបស់ខ្ញុំគាត់ក៏បានចូលទៅក្នុងតង់ដោយសារអីគាត់ចែកគ្នាយាមហ្នឹងគឺម្នាក់1ម៉ោងដើរវិលជុំមកជុំហ្នឹងគឺដូរគ្នាយាមម្ដងហើយក៏ដល់ម៉ោងគ្រូខ្ញុំគាត់សម្រានពេលលោកគ្រូខ្ញុំគាត់កំពុងដើរសម្រានហ្នឹងគាត់ក៏បាននិយាយប្រាប់ខ្ញុំថាពេលហ្នឹងគាត់បានឃើញស្មោគេកាត់តាមមុខតង់គាត់ដោយសារខែវាពេញបោអញ្ចឹងមើលពីក្នុងតង់ហើយទៅខាងក្រៅគឺឃើញច្បាស់មែនទែនគាត់ក៏បានឃើញស្មោមនុស្សស្រីហ្នឹងដើរកាត់តាមមុខតង់គាត់ហ្នឹងពេលហ្នឹងគាត់បាក់តង់មើលពេលគាត់បាក់តង់មកបងមើលហ្នឹងគឺអត់មានឃើញទេហើយឈួលមើលក៏អត់មានឃើញអីទាំងអស់គាត់ក៏បានបិទតង់វិញពេលគាត់បែរមកតង់ពេលគាត់បិទតង់ហើយគាត់បែរមកក្រោយវិញឃើញខ្មោចស្រីហ្នឹងអង្គុយនៅពីក្រោយគាត់ហើយសម្លក់មកមើលគាត់មើលទៅគួរខ្លាចមែនទេពេលគាត់ឃើញចឹងគាត់រត់ស្ទុះចេញពីតង់លលហាច់តង់គាត់ចេញគាត់ស្ទុះរត់ចេញពីតង់ហើយគាត់ហៅអ្នកយាមឲ្យគេមកជួយមើលថានៅក្នុងតង់គាត់នឹងមានខ្មោចនៅក្នុងតង់គាត់ពេលអ្នកយាមគេមកដល់គឺឈួរតើមិនឃើញខ្មោចឃើញអីទេហើយគ្រូខ្ញុំគាត់ក៏ឃើញចឹងគាត់ដល់មានភ័យគាត់ចាប់ដល់ភ័យញ័រខ្លួនមែនទេដោយសារគាត់ឃើញស្ដាយពេលដែលគាត់បិទតង់ហើយគាត់ងាកមើលក្រោយគាត់ឃើញខ្មោចស្រីហ្នឹងអង្គុយនៅពីក្រោយគាត់ហើយសើចចង់ឲ្យសាច់ឈ្នាដាក់គាត់ហើយភ្នែកហ្នឹងមើលទៅគួរឲ្យខ្លាចមែនទេដោយសារគាត់ភ័យគាត់រត់លលហាច់តង់គាត់ហើយគាត់ក៏បានអត់ដេកទេគាត់នៅឈរតែគាត់ធ្វើឃើញអញ្ចឹងគាត់ក៏បានដើរយាមជាមួយមិត្តភ័ក្តិរបស់គាត់ទៅហើយសម្រាប់យប់ហ្នឹងទៀតអ្នកដែលគេយាមហ្នឹងគេក៏បានឃើញមួយកូនក្មេងរត់ចេញពីលក្ខណៈវាឡើងពីលើទឹកចង់ថាវាចូលកូនក្មេងគាត់ឃើញកូនក្មេងហ្នឹងផុសពីលើទឹកដើរលើទឹកហ្នឹងដើរមកម្ដងលើកូនហ្នឹងហើយគាត់ជួបទៅមើលកូនក្មេងគឺមុខអាក្រក់មែនទែនលះលួយអស់ហើយមុខហ្នឹងហើយភ្នែកហ្នឹងគឺលៀនចេញមកអស់ហើយក្រក់ភ្នែកហ្នឹងលៀនចេញមកខាងហើយមើលទៅគួរឲ្យខ្លាចមែនទែន
គាត់ក៏បានហៅលោកគ្រូខ្ញុំនឹងដើម្បីជួយទៅមើលហើយគាត់ក៏បានឈួលពិលលោកគ្រូខ្ញុំគាត់ឈួលពិលតែកន្លែងហ្នឹងគឺឃើញដូចគ្នាអញ្ចឹងឃើញកូនក្មួយហ្នឹងគឺគួរឲ្យខ្លាចមែនទែនអត់លះលួយខ្លួនអស់ហើយភ្នែកហ្នឹងគឺលឿនចេញមកក្រៅហើយមុខហ្នឹងគួរឲ្យខ្លាចមែនទែនពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏បានហៅគ្នារបស់គាត់ប្រុសៗដែលកំពុងតែដេកនៅក្នុងតង់ណាដើម្បីចេញមើលទាំងអស់គ្នាក៏ដោយស្រីៗគេមកមើលតាមដែរគេដោយស្រីៗគេចេញមកមើលដែរពេលហ្នឹងណាគាត់តែឃើញអញ្ចឹងវាចំពួកគាត់ឃើញអ្វីដូចលោកគ្រូខ្ញុំឃើញដូចគ្នាអញ្ចឹងគឺឃើញទាំងអស់គ្នាមកគ្នាគាត់10នាក់ហ្នឹងគឺឃើញទាំងអស់គ្នាពេលអញ្ចឹងក៏នាំគ្នារត់ចូលទៅក្នុងតង់សងប់ដេករៀងៗខ្លួនដែរសូម្បីលោកគ្រូខ្ញុំយប់ហ្នឹងក៏គាត់យាមដែរហើយគ្នារបស់គ្រូខ្ញុំដែលកំពុងតែយាមយប់ហ្នឹងគឺអត់យាមដូចគ្នាដែរនាំគ្នាទៅដេកហើយទៅដេកហ្នឹងគឺលោកគ្រូខ្ញុំគាត់សុំទៅគេសុំកន្លែងគេដេកដែរដោយសារតង់គាត់ហ្នឹងគឺដាច់ឲ្យគាត់ដោយសារគាត់ឃើញខ្មោចក្នុងតង់គាត់គាត់ស្ទុះចេញគឺរយៈតង់គាត់ខ្ទេចហើយអញ្ចឹងគាត់ក៏សុំតង់របស់គ្នាគាត់ហ្នឹងដេកជាមួយលុះដល់ពេលព្រឹកឡើងដល់ថ្ងៃដែលគាត់ត្រឡប់ទៅពេញវិញគ្នារបស់គាត់ក៏បាននាំគ្នារៀបចំតង់រៀបចំអីហើយគ្នារបស់គាត់ម្នាក់ៗគឺភ្នែកខ្មៅអស់ហើយដោយសារយប់ហ្នឹងគឺខ្មោចលងខ្លាំងមែនទែនអញ្ចឹងពួកគាត់បានដេកទេលោកគ្រូខ្ញុំគាត់ក៏បានដើរទៅសួរកន្លែងអ៊ីដែលគាត់លក់អនុស្សាវរីយ៍ហ្នឹងគាត់សួរថាអ៊ីតាំងពីខ្ញុំមកបោះតង់នៅកន្លែងហ្នឹង2យប់3យប់ហើយយប់ថ្ងៃទី2យប់ថ្ងៃទី3យប់ថ្ងៃទី4គឺខ្មោចលងខ្ញុំខ្លាំងមែនទែនអញ្ចឹងអ៊ីអាចដឹងរឿងរ៉ាវនៅកន្លែងហ្នឹងអត់ហើយអ៊ីហ្នឹងគាត់និយាយថាអូនហើយរឿងរ៉ាវហ្នឹងអ៊ីដឹងច្បាស់មែនទែននៅកន្លែងហ្នឹងមុនដំបូងគឺខ្មោចកូនក្មេងលងកន្លែងហ្នឹងស្លាប់លងកូនក្មេងគឺលងស្លាប់នៅកន្លែងហ្នឹងឯងហើយបន្ទាប់មកប្រហែលជាបាក់ដូចជាមួយទឹកទៀតក៏មានឃើញស្ត្រីម្នាក់ស្ត្រីហ្នឹងគឺមានផ្ទៃពោះស្រីមានផ្ទៃពោះគឺឡើងទៅចងកសម្រាប់ខ្លួននៅកន្លែងឯងកំពុងតែបោះតង់ណាគាត់និយាយថាកន្លែងដែលស្រីនឹងចងកគឺដើមឈើដែលគាត់នឹងបោះតង់ក្រោមដើមឈើហ្នឹងឯងហើយគាត់និយាយថាតាំងពីអ្នកស្រីនឹងចងកទៅគឺគ្មានអ្នកគេហ៊ានទៅលេងកន្លែងម្ដងហ្នឹងទេសំបីអ្នកដែលគេទៅលេងទឹកនៅកន្លែងហ្នឹងក៏ហ៊ានណាគេទៅលេងដែរស្អីគឺខ្មោចនៅកន្លែងហ្នឹងគឺលងខ្លាំងមែនទែនទាំងកូនក្មេងលងទឹកទាំងខ្មោចស្រីដែលចងកសម្រាប់ខ្លួនដែលមានផ្ទៃពោះហ្នឹងគឺលងកាចខ្លាំងមែនទែនហើយអ៊ីហ្នឹងគាត់បាននិយាយប្រាប់ទៅលោកគ្រូខ្ញុំគាត់ថាពេលខ្លះវិញគាត់ក៏មានអារម្មណ៍ថាខ្លាចខ្មោចនៅកន្លែងហ្នឹងដែរដោយសារគាត់នឹងលក់ដូរនៅជាប់នឹងកន្លែងខ្មោចចងកហ្នឹងហើយក៏នៅជាប់កន្លែងដែលខ្មោចកូនក្មេងលងទឹកហ្នឹងដែរពេលហ្នឹងគាត់និយាយថាពេលថ្ងៃឡើងគឺគាត់លឺសំឡេងខ្មោចពេលកូនលើដើមឈើទាំងកណ្ដាលថ្ងៃត្រង់ពេលដែលគាត់មើលទៅដើមឈើហ្នឹងគាត់ឃើញខ្មោចស្រីហ្នឹងវាយកកូនវាហើយលក្ខណៈមើលទៅគួរខ្លាចមែនទែនហើយគាត់និយាយថាខ្មោចកូនក្មេងលងទឹកហើយនឹងខ្មោចមនុស្សស្រីដែលមានផ្ទៃពោះចងកសម្រាប់ខ្លួនណាគឺខ្មោចស្រីដែលចងកសម្រាប់ខ្លួនគឺលងកាយខ្លាំងមែនទែនហើយគាត់និយាយថាខ្មោចដៃហោងដែលស្លាប់ហើយលងកណ្ដាលថ្ងៃត្រង់គឺខ្មោចម៉ាក់អាកាចហើយអញ្ចឹងតាំងពីហ្នឹងមកគ្មានអ្នកគេហ៊ានទៅចងរឹងឬក៏ទៅលេងទៅអង្គុយបលែងលេងទៅហែទឹកនៅម្ដុំហ្នឹងទេដោយសារគេខ្លាចខ្មោចស្រីនឹងខ្លាំងមែនទែនហើយគ្រូរបស់ខ្ញុំហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅអ៊ីហ្នឹងថាអ៊ីឯងដឹងរឿងរ៉ាវនៅកន្លែងហ្នឹងច្បាស់មូលហេតុដែលប្រាប់គាត់អញ្ចឹងហើយអ៊ីហ្នឹងគាត់និយាយថាគាត់ហ៊ានប្រាប់ទេម្យ៉ាងទៀតគាត់គិតថាប្រហែលជាខ្មោចហ្នឹងវាមិនហ៊ានលងពួកឯងទេដោយសារពួកឯងរបស់តង់មានគ្នាច្រើនអ្នកតែបងលោកគ្រូខ្ញុំគាត់និយាយថាមិនហ៊ានលងស្អីលងពួកគាត់ឡើងចង់បាសសក់ម្ដងហ្នឹងអញ្ចឹងលោកគ្រូគាត់ក៏បានដល់ម៉ោងគាត់ឡើងទៅភ្នំពេញហើយតាំងពីពេលហ្នឹងមកគាត់ក៏អត់ដឹងថាកន្លែងហ្នឹងមានខ្មោចលងឬក៏នៅមានខ្មោចលងទៀតទេយ៉ាងទៀតវាយូរឆ្នាំហើយតាំងពី2003 2004រហូតដល់ឥឡូវប្រហែលជាលែងមានអីហើយរឿងរ៉ាវរបស់លោកគ្រូដែលគាត់បាននិយាយប្រាប់មកខ្ញុំហ្នឹងគឺខ្ញុំសូមសម្រាយចប់ត្រឹមតែប៉ុណ្ណេះបើសិនជាខ្ញុំនិយាយទៅមិនច្បាស់ឬក៏ខុសប៉ះពាល់ត្រង់កន្លែងណាមួយខ្ញុំបាទសំខាន់តែអភ័យទោសទុកជាមុនផងហើយខ្ញុំនឹងមានរឿងថ្មីទៀតសម្រាប់យកមកសម្រាយបងប្អូនស្ដាប់នៅពេលក្រោយទៀតខ្ញុំបាទសូមអរគុណហើយសូមជម្រាបលា